នាកាលព្រះសាពុទ្ធជាម្ចាស់បានត្រាស់ហើយស្ដេចមកសំដែងព្រះធម៌ទេសនានៅនីល្វែងប្រាសាទកន្លែងព្រះបិតាព្រះបាទសទ្ធោទតបរិស័ទឃើញបាត់តែនាងរត់ពំពីមិនឃើញនាងមកស្ដាប់ទេសនារាជាទ្រង់ត្រាំងប្រាទាស័យឲ្យទៅអញ្ជើញព្រះពំពីឲ្យទ្រង់លាមកឆាប់ក្មៃថាត្បិតផងស្ដាជាស្វាមីចាំងក្រីមកគង់នៅប្រាសាទរបស់ព្រះបៃដាឯនងសូមនាងយាងចុងដោយក្មៃគ្មៀតប្រញាប់ប្រញាល់ណានាងនាតត្បិតញាតជួបជុំចាំតែនេះទាស័យទៅដល់ក៏ពលថ្លែងសម័យដែងរៀបរាប់ក្រាបទូលភ្លាមទៅតាមទំនងឥតមានខ្វៀងព្រះនាងក៏ជ្រាបសពសេចក្តីតងគឹងតានតឹងរឹងចង់អៀត
ខំឆ្លៀតមានព្រះសង្វាន់នៃចំពុះទៅរកនាងទាសីថាសូមប្រណីខ្ញុំផងរានាំពាក្យពិតត្រង់របស់ខ្ញុំទៅក្រាបបង្គំទូលបិតាឲ្យស្ដេចបានជ្រាបសពកិច្ចការកុំឲ្យភ័ង្ស្ដាស្ដេចរងចាំព្រោះពំពីខ្ញុំមិនសមស័ក្តិជាស្រីអបបលាំងនាងរងកម្មកើតគេអបប្រៃវងវែងឆ្នាំរងចាំតែពេលខ្សែជីវិតបើព្រះអាយបុត្រទ្រង់ជ្រាបថាពំពីខត្តយាជាមហេសីកំសត់នៅក្នុងប្រាសាទ3ហេតុអ្វីក៏ស្ដេចមិនយាងមក